បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំបានសម្បត្តិណាក់កន្លងមកបាទថ្ងៃនេះដែរខ្ញុំបានសម្បត្តិណាក់មានវីដេអូមួយទៀតបងប្អូនដើម្បីចែកជូនបងប្អូនណាបាទគឺវីដេអូនេះគឺទៅខាងស្រុកបាទកំពង់តឡាចខេត្តកំពង់ឆ្នាំងគឺផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដងបាទបងប្អូនបានឃើញហើយទៅដល់ភ្លាមគឺឃើញសំណប់ចិត្តរបស់ខ្ញុំពីរក្បាលរបស់ទទួលបងប្អូនព្រោះដោយសារតែរាល់ដងយើងទៅយើងមាននំនែកផ្ញើអញ្ចឹងណាបាទលើកនេះដូចគ្នាបាទខ្ញុំបានទិញនំមួយកោទៅបាទ2ថង់បាទហើយនឹងត្រីហើយនឹងសាច់ដើម្បីស្លម្ជូរដើមចេកអ្វីដែលសំខាន់គឺម្ជូរដើមចេកបងប្អូនបាទហើយគឺថាខ្ញុំកាន់ជាប់កាប់ទៅជីកកាប់ផងជីកផតបានទេបាទចុងក្រោយម៉ែថាកូនឯងអាចេកកូនឯងកាប់អីដល់លងដល់ក្រោមកូនកូនឯងយកវាដោះចេញពីគ្នាចឹងកូនឯងគ្រាន់យកជាប់គាស់បន្តិចទៅបានហើយបាទធ្វើអ្វីក៏ដោយឲ្យតែតាមចាស់គឺអត់អីទេបងប្អូនគឺដឹងតែបានជោគជ័យហើយបាទមានណាបងប្អូនណាជោគជ័យមែនក៏តែជាប់ជីកម៉ែខ្ញុំបាក់បាត់ហើយម៉ែថាកូនឯងជាប់ម៉ែនឹងវាអន់មើលឲ្យបងប្អូនមិនមែនអន់ទេថាជាប់នឹងវាយើងប្រើវាយូរឆ្នាំអញ្ចឹងណាបាទវាទន់មុខវាច្រេះអញ្ចឹងទៅហើយវាស៊ីយូរទៅវាស្ដើងដល់យើងជីកបន្តិចទៅបាទដីវារឹងដែរដល់ទៅគឺឲ្យវាខ្មោមុខអញ្ចឹងឲ្យខ្មោបន្តិចយើងយកមកដំបានវិញអីបាទហើយឥឡូវខ្ញុំឃើញថាចេកខ្ញុំគាស់បានហើយបាទម៉ែក៏រៀបចំបកបាទបកឲ្យខ្ញុំសួរគាត់ម៉ែចេកអីគេគាត់ថាចេកហ្នឹងជាប្រភេទចេកដែលគេដាំសម្រាប់លក់ស្លមកបាទតែយោងវាស្លហើយដើមវាគេស្លដែរបាទហើយដាំឆាប់កាត់ចេកហ្នឹងប្រភេទហ្នឹងបាទខ្ញុំបានសួរឈ្មោះគាត់ដែរចេកហ្នឹងបាទបងប្អូនតែដឹងថាចេកហ្នឹងគឺភាគច្រើនបាទខាងខ្ញុំគឺដាំលក់ច្រើនបងប្អូនបាទគឺមានគេដាំជាចកាអញ្ចឹងណាបាទដាំហើយលក់ហើយណាមួយគេចិតខ្លួនឯងបាទចិតខ្លួនឯងអីចឹងហើយគេចិតជាចង្វាមូលក៏ដូចជាគេចិតបែបលក្ខណៈញោមបាទញោមឬក៏ចិតលក្ខណៈបែបយើងយកស្លម្ជូរដូចជាស្លអីផ្សេងៗអញ្ចឹងណាបាទគេទៅលក់ច្រើនបងប្អូនខាងភូមិខ្ញុំគេដាំចេកនឹងច្រើនតែជាមួយលើកក្រោយខ្ញុំសួរម៉ែថាជាប្រភេទចេកអីគេអញ្ចឹងណាព្រោះមិនបានសួរគាត់ទេបងប្អូនបាទព្រឹកមិញបាទហើយទៅដល់នឹងខ្ទង់ពីម៉ោង7កន្លះបងប្អូនបាទដោយសារខ្ញុំក្រោកទៅពីម៉ោង5កន្លះទៅបាទហើយដោយសារផ្លូវថ្ងៃច័ន្ទហ្នឹងខ្លាចជីស្ទះអញ្ចឹងណាបាទហើយទៅដល់ភ្លាមក៏អត់នឹកឃើញអីទេបាទគឺទិញត្រីបាទទិញត្រីចកែងត្រីបឹងបាទតាមផ្លូវទិញ1គីឡូ12000បាទទិញចែកយាយខ្លះចែកម៉ែខ្លះពាក់កណ្ដាលម្នាក់អញ្ចឹងណាហើយបន្ទាប់មកក៏ទិញសាច់ជ្រូក10000ហើយទៅដល់ម៉ែក៏គាត់ថាកូនឯងទិញតែជ្រូកមកចង់ហូបសឡអីគេខ្ញុំថាម៉ែខ្ញុំឲ្យតែមកផ្ទះនឹងតែក្លៀមសឡម្ជូរហើយអញ្ចឹងម៉ែថាម្ជូរគេកូនម្ជូរតកួនណាម៉ែថាម្ជូរតកួនទេគេតូនម្ជូរតកួននោះវាគោទៅតែឪឯងលែងស៊ីឲ្យគោហើយអញ្ចឹងក៏ខ្ញុំថាម៉ែម្ជូរដើមចេកមកហើយអញ្ចឹងដូចបងប្អូនបានឃើញពីដើមអញ្ចឹងកាប់ដើមចេកបដ ாய் បាទដើមចេកមិនមែនដើមចេកធំគឺកូនចេកបងប្អូនបាទដូចបងប្អូនបានឃើញពីវីដេអូខ្ញុំជីកកូនចេកពីម៉ែអញ្ចឹងបាទហើយនេះគឺខ្ញុំចង់បង្ហាញថាបាទត្រីខ្ញុំទិញបាទត្រីចកែងខ្ញុំទិញក៏ដូចជាសាច់ជ្រូកខ្ញុំទិញតែនិយាយថាត្រីចកែង1គីឡូហ្នឹងបាទ12000ហ្នឹងបាទនេះម៉ែអង្គន់ហើយក៏ទុកប្រឡាក់ហូបល្ងាចបាទជាមួយតាយាយទៅហើយខ្ញុំយកទៅឲ្យយាយហើយបាទត្រីចកែងពាក់កណ្ដាលបាទកន្លះគីឡូម្នាក់អញ្ចឹងណាហើយសាច់ជ្រូកនេះគឺអត់ចាច់យាយទេហ្នឹងណាបាទដោយសារតែយើងស្លមួយឆ្នាំងទៅគឺឆ្អិនបងប្អូនបានដឹងហើយរាល់ដងគឺដួសបាទដួសឲ្យអ៊ំពូមីងយាយតាបាទគឺជាទម្លាប់ហើយបងប្អូនបាទហើយបងប្អូនកុំឆ្ងល់ថាសម្បត្តិឲ្យវីដេអូធ្វើបែបហ្នឹងអាមិនខ្ញុំអត់យល់សម្បត្តិឯងពេលណាក៏សឡម្ជូរពេលណាក៏សឡនេះសឡនោះបាទស្ងោរត្រីបងប្អូនបាទដូចខ្ញុំបានជម្រាបពីខាងដើមវីដេអូមុនដូចគ្នាបាទអត់អីខុសគ្នាទេគឺខ្ញុំគឺបែបហ្នឹងបងប្អូនបែបហ្នឹងយ៉ាងម៉េចបាទប្រហែលជាបងប្អូនខានបានទស្សនាវីដេអូខ្ញុំអញ្ចឹងណាបាទហើយទស្សនាហើយក៏ភ្លេចអញ្ចឹងណាបាទគឺបាទចាប់ផ្ដើមធ្វើវីដេអូគឺខ្ញុំគិតថាខ្ញុំធ្វើវីដេអូបែបណាដើម្បីឲ្យចំណេញបាទទាំងសងខាងហើយដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំធ្វើវីដេអូបែបនេះមូលហេតុអីបងបាទពេលដែលខ្ញុំមានលទ្ធបើកប្រាក់ខែបើការធ្វើការងារផ្សេងទៅបាទបានចំណូលតិចតួចទៅខ្ញុំទៅទិញបាទសាច់ជ្រូកដូចជាត្រីឬក៏នំនែកម្ហូបផ្សេងទៅដើម្បីទិញយកទៅផ្ទះអញ្ចឹងបាទទៅផ្ទះទៅដល់ខ្ញុំថតវីដេអូមែនពិតក៏ប៉ុន្តែបាទភាពជាក់ស្ដែងនោះគឺការនឹករលឹកឪពុកម្ដាយបាទភាពនឹករលឹកយាយតាពូមីងក៏ដូចជាបាទយើងចង់មានភាពកក់ក្ដៅមួយគាត់ណាមួយយើងបែកគាត់បាទយូរអត់កើតទេគាត់ចាស់ហើយអញ្ចឹងទៅអឺតគាត់អញ្ចឹងយើងពំនាំទៅបាទដូចជានំនែកត្រីសាច់តិចតួចអញ្ចឹងណាបាទទៅអឺតគាត់អញ្ចឹងណាបងបាទវីដេអូគឺខ្ញុំធ្វើគោលបំណងបែបហ្នឹងទេបងប្អូនបាទហើយមិនមែនទៅបានលុយអីច្រើនឯណាធ្វើវីដេអូបាទយកលុយទៅទិញសាច់នេះសាច់នោះធ្វើទេមិនមែនទេគឺលុយ
ជំរាបបងប្អូនក្នុងវីដេអូនេះគឺខ្ញុំបានមកពីការធ្វើការទេបាទអញ្ចឹងណាបាទហើយនៅមួយវីដេអូបែបនេះគឺខ្ញុំទៅបាទថតជាវីដេអូទុកចងក្រងជាឯកសារបាទទុកគ្រាន់មើលបាទទុកគ្រាន់ទស្សនាខ្លួនឯងពេលអត់សុខក៏ដូចជាទុកជាអនុស្សាវរីយ៍ក្នុង channel អញ្ចឹងណាបាទហើយបើការរោវាមិនបានច្រើនទេបងតិចតួចបាទមិនថាតែអត់ទេបាទតិចតួចដែរបាទចាំមើលថ្ងៃណារោបានច្រើនបាទខ្ញុំប្រាប់បងប្អូនក្នុង channel ហ្នឹងបាទលើរោបានតេតក់ទេបាទហើយភាគច្រើនគឺលុយខ្ញុំធ្វើការងារទៅបាទតែអឺតម៉ែពុកបាទយាយតាមីងមីអញ្ចឹងទៅក៏ទិញត្រីទិញសាច់ទៅធ្វើម្ហូបស្លហូបជុំគ្នាទៅបាទបើបានទិញជាសាច់អីចែកជូនអ្នកគ្នាទេយើងស្លមួយឆ្នាំងធំទៅបាទដូចនេះបាទស្លទៅដូចខ្ញុំធ្វើមួយម៉ែរបស់ខ្ញុំហ្នឹងបាទស្លទៅហើយឆ្អិនយើងចែកយាយចែកតាចែកបងចែកប្អូនចែកពូចែកមីងទៅបាទគឺគោលបំណងបែបហ្នឹងទេបងប្អូនបាទមិនមែនថាខ្ញុំជាអ្នកធ្វើវីដេអូអាជីពអីទេបាទគឺមិនមែនទេបងប្អូនបាទបងកុំយល់ច្រឡំថាសម្បត្តិអ្នកធ្វើវីដេអូជាអាជីពហើយមិនទៅវាឃើញអាចុះថតរហូតអញ្ចឹងបាទមិនមែនទេបងប្អូនគឺនេះគឺជាការបាទយាយតាតើអឺតយាយតាអឺតម៉ែពុកទេព្រោះគាត់ចាស់ហើយអញ្ចឹងណាបាទយើងមានលទ្ធភាពតិចតួចបាទទិញរបស់របរត្រីសាច់អីឲ្យគាត់ហូបទៅបាទគាត់មិនទាន់ហូបទាន់គាត់ហូបកើតអញ្ចឹងបងប្អូនជប់មាត់រហូតហើយថ្ងៃនេះទៅដល់ភ្លាមពុំទាន់ក្រោកទេដោយសារគាត់រដូវកាលនេះរដូវកាលធ្លាក់ខ្យល់អញ្ចឹងគឺរដូវកាលដាក់ទឹកហើយបាទថាទឹកស្រកទៅលឿនអញ្ចឹងបាទយើងធ្វើស្រូវដេញទឹកបាទស្រូវប្រាំងហ្នឹងបាទស្រូវខ្លីៗបាទដេញទឹកអញ្ចឹងន័យថាគាត់អស់កម្លាំងធ្វើប្រាំងដល់ពេលយើងទៅដល់គាត់អត់ទាន់ងើបរដងទៅងើបលើកនេះទៅប្រហែលជាខ្ញុំទៅព្រឹកពេកបាទរដងខ្ញុំទៅដល់ផ្ទះម៉ោង9អីចឹងណាបាទលើកនេះទៅដល់ម៉ោង7ជាងបាទទៅដល់ហើយម៉ែថាម៉ែអត់ទាន់បានស្លខ្លួនដាំតបាយខ្លួនឯងមកត្រូវម៉ាច់បដ ாய் ខ្ញុំសប្រៃគាត់ខ្ញុំអត់ដឹងថាគាត់អត់ដឹងថាខ្ញុំទៅទេបាទបងប្អូនដល់ពេលអញ្ចឹងទៅប្រៃគាត់គាត់ជូនអីក៏បាទហូបបាយថ្ងៃត្រង់តែម្ដងពុកក៏មិនទាន់ហូបបាយបាទម៉ែក៏មិនទាន់ហូបបាយបាទទៅដល់យាយក៏មិនទាន់ហូបបាយទៀតបាទដល់យាយថាត្រូវម៉ាច់ទេចាអញ្ចឹងខ្លោឆ្អិនខ្ញុំចាំយកឲ្យយាយឯងមួយចានហើយនឹងមីងឯងមួយចានអញ្ចឹងអ៊ំមិនថាអញ្ចឹងក៏អញ្ចឹងណាបាទហើយទៅម៉ែគាត់ផ្សំគ្រឿងបងប្អូនមិនមែនផ្សំគ្រឿងអីទេបាទម្ជូរស្ទើបាទស្ទើម្ជូរស្លឹកអំពិលបាទកាលណាស្ទើម្ជូរស្លឹកអំពិលម៉ែបានបុកអំពិលគួរបុកអំពិលខ្ចីថែបងប្អូនបាទថាស្ទើជូរអញ្ចឹងណាបាទលើថាអន្តររួចមកម៉ែគាត់បានចាប់ផ្ដើមដាក់ម្ជូរអំពិលចូលបងប្អូនបាទសម្លស្រុកស្រែបងប្អូនបែបនេះឯងបងប្អូនអើយបាទមានអីទៅជាធំដុំក៏ដូចជាមើលទៅគួរឲ្យទាក់ទាញទេបាទគឺបែបនេះគឺបាទរសជាតិបែបអ្នកស្រុកស្រែបងប្អូនបាទហើយខ្ញុំគឺចូលចិត្តបងប្អូនឲ្យតែខ្ញុំទៅនេបាទនេពីការដែលអូសមួយថ្ងៃហ្នឹងគឺខ្ញុំទៅបាទពុះពងឆ្នាំងដូចខ្ញុំបានជម្រាបបងប្អូនគឺចិត្តទេជីមិនឆ្ងាយទេបាទធ្វើផ្ទះខ្ញុំធ្វើស្រុកពងតឡាចបាទពីភ្នំពេញទៅបាទដល់ព្រែកភ្នៅដល់ហួសភ្នែកភ្នៅចូលទៅដល់ព្រែកតាតែនហួសព្រែកតាតែនបាទដល់ព្រែកក្តាមបាទព្រែកក្តាមជីកាត់ភូមិចាមបាទកាត់កំពង់លួងមកផ្លែតដល់ពងឡាច់ក្រោមបាទហួសមកបន្តិចទៀតដល់ស្រុកខ្ញុំភូមិខ្ញុំភូមិជ្រេះឃុំជ្រេះស្រុកកំពង់ឡាច់ខេត្តកំពង់ឆ្នាំងភូមិវាលវៀងអញ្ចឹងខ្ញុំជីសាច់ជីជាងកា1ម៉ោងបើខ្ញុំជីឈប់ជាងកា1ម៉ោងកន្លះបាទប៉ុណ្ណឹងគឺចិត្តមែនតើបងឥឡូវគឺងាយស្រួលក្នុងការធ្វើដំណើរមែនតើបាទឥឡូវគឺយើងឲ្យវត្តគ្រប់ស្រុកគ្រប់ភូមិបាទផ្លូវបើមិនបានកស៊ូទេក៏បានគ្រូដែរបងប្អូនមកគ្រូហាប់មើងនៅឥឡូវបាទតាមមាត់ទន្លេក៏មានខ្នោះគ្រូដែរឥឡូវបាទខាងភូមិខ្ញុំបាទខាងភូមិខាងស្រុកខ្ញុំបាទងាយស្រួលធ្វើដំណើរមែនតើឥឡូវបាទនឹកពុកម៉ែអីទៅបាទផ្លែតទៅលើបាទហើយខ្ញុំពីច្រើនខ្ញុំទៅមួយថ្ងៃគឺខ្ញុំទៅវិញល្ងាចបងប្អូនបាទជួនកាលទៅហើយដេកលេងមួយទុះគឺមកវិញបាទឡើយរៀបរាប់ច្រើនពេកបងប្អូនបាទសឡឆ្អិនបាទធ្វើហូបបាយមួយខ្ញុំបងប្អូនអធិស្ឋានមកជាប់មកទេហូបបាយមួយខ្ញុំបាទហើយវីដេអូនេះខ្ទង់ម៉ោងមកដល់10ទៀតហើយបាទបងប្អូនហូបបាយមួយខ្ញុំគឺសឡម្ជូរដើមចេកបាទម្ជូរគ្រឿងដើមចេកបាទបងប្អូនគឺឆ្ងាញ់មែនទែនបាទទឹកដៃម្ដាយរបស់ខ្ញុំបងប្អូនធ្លាប់ដឹងហើយបាទទឹកដៃពិតជាមិនធម្មតាទេរសជាតិគឺឆ្ងាញ់មែនទែនបងប្អូនបាទហើយបាទវីដេអូក៏គិបងប្អូនគិមកដល់ទីបញ្ចប់ហើយបាទហើយខ្ញុំហូបបាយគឺខ្ញុំត្រឡប់មកភ្នំពេញវិញដែរបាទហើយបងប្អូនបាទកុំភ្លេចបាទជួយ Subscribe បន្ថែមបងប្អូនណាមិនទាន់ Subscribe បានសម្បត្តិណាដើម្បីទទួលបានវីដេអូបាទបែបស្រុកស្រែបែបជនបទបន្តទៀតបាទហើយបងប្អូនណាបើកុំភ្លេចជួយបាទ Share ក៏ដូចជា Comment ពីល្អៗមួយលើកទឹកចិត្តខ្ញុំបានសម្បត្តិណាដើម្បីចេញវីដេអូចែកជូនបងប្អូនទស្សនាបាទវីដេអូបែបស្រុកស្រែសឡបែបអ្នកស្រែបាទក៏ដូចជាសឡឆាសឡស្ងោយទៀតអញ្ចឹងណាបាទអញ្ចឹងបងកុំភ្លេចជួយគ្រប់គ្រងខ្ញុំបានសម្បត្តិណាបន្តទៀតផងបាទហើយ
ក្នុងវីដេអូនេះវាមានពាក្យពេចន៍ណាខុសឆ្គងក៏ដូចជាកាយវិការក៏ដូចជាពាក្យសម្ដីនិយាយទៅលើសលុះមិនសមរម្យកន្លែងណាសូមបងប្អូនបាទមេត្តាអធ្យាស្រ័យដោះខ្ញុំបានសវណ្ណៈផងបាទធម្មតាទេបាទកាយវិការក៏ដូចជាបាទពាក្យសម្ដីនិយាយគឺពេលខ្លះប៉ះពាល់ក៏ដូចជាមិនបាទស្ដាប់ទៅមិនព្រោះភាសាអញ្ចឹងណាបាទមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនបាទជម្រាបលាខ្ញុំក៏បានធ្វើដំណើរទៅភ្នំពេញវិញហើយបាទអូសំណប់ចិត្តអត់ដាច់ចិត្តទេរត់តាមព្រាតហើយបាទហើយសូមរំអរកាយរួយដងទៀតបងប្អូនចាំជួបគ្នានៅវីដេអូបន្តទៀតបងប្អូនបាទនៅពេលនេះដែរខ្ញុំបាទសបាត់ណាស់សូមរំអរកាយគ្រប់លាបងប្អូនម្ដងទៀតចាំជួបគ្នានៅវីដេអូក្រោយបាយបាទសូមឲ្យសុខសប្បាយទាំងអស់គ្នាបងប្អូនជៀសផុតពីជំងឺសង្កាត់ផ្សេងបងប្អូនអរគុណច្រើនជម្រាបលាបាយ